ក្រោមស្បែកពន្លឺនៃសែងសូរិយាជះមកលើទ្វីបលោកសត្វស្លាបហើរប្រងព្រាតស្រែកខ្ញៀវខ្ញាធីតាតូចដែលកំពុងតែឈរនាងក៏ដើរមករកខ្ញុំតិចដោយដំណើរដ៏សែនសមស្រីនិយាយមកខ្ញុំហាក់ដូចសំឡេងសារិកាពោលបងមកទីនេះរកអ្វីដែរទីនេះឆ្ងាយពីស្រុកបងណាស់ខ្ញុំតបនាងទាំងមិនហ៊ានមើលមុខបាទគឺខ្ញុំមកលក់ស្រូវឲ្យមេភូមិតើប្អូនជាអ្នករស់នៅទីនេះឬនាងដើរទៅអង្គុយលើកំណាត់ឈើក្បែរទឹកបេះនៅផ្កាស្បៃរឿងដែលចាស់ក្រៀមមកលេងប្អូនមិនមែនអ្នកនៅទីនេះទេតែប្អូនបានមករស់នៅទីនេះជាមួយលោកអ៊ំមេភូមិជាច្រើនឆ្នាំហើយឆ្ងាយពីស្រុកទេឆ្ងាយទាំងគ្រួសារនិងឆ្ងាយមនុស្សដែលប្អូនធ្លាប់ស្គាល់និយាយចប់នាងក៏ហាក់ចង់ខ្សឹបខ្សួលហាក់ដូចនឹកគិតដល់អ្វីម្យ៉ាងដែលនាំឲ្យនាងពិបាកចិត្តក្រោយឃើញដូច្នេះខ្ញុំក៏មិនហ៊ានសួរនាំច្រើនណាមួយក៏ព្រោះគិតថាមិនសមត្បិតអីស្រីនិងប្រុសមកឈរនិយាយគ្នាតែពីរនាក់ទាំងព្រឹកប្រហៀមផុតអីនឹងចាយមាត់ញៀតដោយខ្លាចថាគេមើលមកមិនសមហើយខ្លាចខូចឈ្មោះនាងផងខ្ញុំក៏បានប្រញាប់ប្រញាល់លានាងមកទូកវិញទាំងដែលនាងហាក់ចង់ឃាត់ឲ្យនៅដើម្បីនិយាយរឿងក្នុងចិត្តមុននឹងចេញមកផ្កាដែលនាងបានកាច់នោះធីតាស្រីក៏បានហុចមកឲ្យខ្ញុំហើយក៏បង្ហើបសម្ដីចុងក្រោយមកថាផ្ទះបងកុំសម្បូរដោយផ្កាម្លិះពេកអីថែមផ្កាដែលប្អូនឲ្យនេះខ្លះទៅហាក់មិនគិតច្រើនខ្ញុំក៏ទទួលផ្កាពីដៃនាងនិងអរគុណហើយក៏ដើរចេញមករកមិត្តដែលកំពុងតែនៅចាំផ្លូវក្នុងពេលត្រឡប់នាពេលវេលាជិតរសៀលសម្រស់នៃដងស្ទឹងខ្មែរពិតជាស្អាតណាស់ចាំងជះពន្លឺដេញដូចពេជ្រក្រាលលើផ្ទៃទឹកសំឡេងខ្យល់គួចរសាត់កាត់ត្រចៀកវើធ្វើឲ្យអារម្មណ៍យើងប្លែកម្យ៉ាងពីដែនដីគោកទូកបរតិចកាត់នៅត្រើយសងខាងហាក់ចង់ថតនៅទិដ្ឋភាពនេះឲ្យជាប់ក្នុងនេត្រាខណៈនោះសំឡេងលោកមិត្តទាំងពីរកំពុងតែសរសើរពីសម្រស់នារីដងស្ទឹងដែលកំពុងតែធ្វើចំការឮយ៉ាងរអឹកដោយផ្លេចបញ្ជានៅដៃចង្កូតធ្វើឲ្យទូកបរចូលទៅប៉ះនឹងមែករាំងមួយដ៏ធំធ្វើឲ្យស្រីទាំងនោះសើចចំអន់ឲ្យយ៉ាងអស់ដៃខ្ញុំហាក់ខ្មាស់គេណាស់អោនទៅយកមួកស្លឹកត្នោតមកពាក់បាំងមុខសំឡេងនារីទាំងនោះនៅតែបន្តសើចទូកក៏ចាប់ចេញមកឆ្ងាយមិនថាភូមិនេះសម្បូរតែដោយអ្នកមានយ៉ាងណាក៏នៅតែមានគ្រួសារខ្លះខ្សត់ខ្សោយហើយពួកគេមានឫកពាប្រពៃមិនឆ្មើងឆ្មៃដូចអ្នកដែលមានខ្លាំងរហូតគិតថាគេមិនដល់ខ្លួនមើលងាយមើលថោកគេឯងថាមិនស្មើនឹងខ្លួនជាពិសេសគឺពួកខ្ញុំឲ្យតែពេលយកទំនិញមកលក់នៅទីនេះគឺតែងតែជួបមិនត្រឹមតែប៉ុណ្ណឹងពេលខ្លះក៏ត្រូវមានរឿងជាមួយក្មេងៗស្រករគ្នាដែលតែងតែមករករឿងប៉ុន្តែពួកខ្ញុំតែងតែអត់ធ្មត់មិនតបតត្បិតមិនចង់ឲ្យមានទំនាស់ពិបាកមករកស៊ីនៅទីនេះព្រោះទំនិញក្នុងភូមិខ្ញុំគឺពឹងផ្អែកមកលើឈ្មួញដែលទិញលក់នៅទីនេះជាចាំបាច់តែថាកាលមុនគឺមិនដែលចូលជ្រៅមកដល់ផ្ទះលោកមេភូមិទេនេះគឺជាលើកទី1
ព្រះសូរិយាយាងប្រប៉ះព្រៃសឹងលងលិចទៅហើយដំណើរនៃពួកយើងក៏បានត្រឡប់មកដល់កំពង់ទឹកក្បែរផ្ទះវិញក៏ប្រទះទៅនឹងឆ្កែរបស់ខ្ញុំដែលកំពុងតែបក់កន្ទុយលានអណ្ដាតរងចាំក្រោយពីចងទូករួចអ្នកម៉ែក៏បានហៅឲ្យទៅបាយទឹកជុំគ្នាក្នុងពេលល្ងាចនោះដែរលោកមិត្តចិត្តមួយថ្លើមពីររបស់ខ្ញុំក៏មិនបានទៅផ្ទះនោះទេគឺលៃលោកគ្នារកទៅរាយម៉ោងឯចុងព្រែកគ្រាន់បានត្រីខ្លះធ្វើងៀតទុកពេលចូលកងវិញយកទៅសាលានឹងបានបន្ថយការចំណាយលើម្ហូបអាហារខ្លះខណៈពេលបាយនោះដែរលោកពុកក៏បាននិយាយបង្ហាញនៅបំណងចង់ឲ្យពួកយើងទាំង3ប្ដូរសាលាទៅភូមិខាងលើដែលពួកយើងបានដឹកស្រូវទៅនោះគឺថាលោកមេភូមិជាមិត្តរបស់ឪពុកខ្ញុំហើយគាត់មានកន្លែងឲ្យពួកយើងស្នាក់នៅដើម្បីសិក្សាការដែលយកពួកយើងទៅនេះគឺមានហេតុផលរបស់គាត់ខ្លះត្បិតមុខចំនួនជួញដូរនៅទីនោះហាក់មានភាពមិនប្រក្រតីនិងមានមនុស្សប្លែកៗមុខចូលមកជាច្រើនទើបគាត់មកពិភាក្សាជាមួយលោកពុកហើយលោកពុកក៏បានឲ្យពួកខ្ញុំទៅដើម្បីជួយមើលកិច្ចការនិងការពារដល់ក្មួយលោកមេភូមិផងហើយក៏ឆ្លៀតទៅសិក្សានៅសាលាល្អផងក្រោយឮដូច្នេះអាសារ៉ាត់ស្ម័គ្រហាមាត់ព្រមទៅមុនគេត្បិតអីវានេះបានជំពាក់ភ្នែកនឹងកូនក្រមុំគេនៅទីនោះជាយូរមកហើយបានឱកាសផ្ដល់មកឲ្យនឹងអាងលេះទៅរៀនផងគឺគិតនឹងសុំម៉ែឪវាទៅបានយ៉ាងស្រួលចំណែកឯខ្ញុំនិងអាយុនគឺកំពុងតែឆ្ងល់ក្នុងចិត្តដូចគ្នាថាហេតុអ្វីបានលោកមេភូមិមិនប្រើកូនចៅគាត់ដែលមានបែរជាចង់ឲ្យពួកយើងទៅជួយទៅវិញខ្ញុំក៏បានសួរទៅលោកពុកចម្លើយដែលគាត់ឆ្លើយមកធ្វើឲ្យពួកយើងសប្បាយចិត្តណាស់ព្រោះថាលោកមេភូមិបានរកឈ្មួញថ្មីបានដែលគេហ៊ានឲ្យតម្លៃល្អជាងឈ្មួញម្ចាស់ស្រុកដែលចាំតែបញ្ចុះបន្ថោកតម្លៃហើយចំណែកឯរឿងកូនចៅមេភូមិគឺពួកគេមិនជំនាញខាងជើងទឹកដូច្នេះគេធានាការពារអីវ៉ាន់ឲ្យឈ្មួញនីដែនគោកឯពួកខ្ញុំគឺធានាខាងដែនទឹកដែលត្រូវដឹកចេញពីភូមិចុងកោះនេះទៅភូមិខាងលើក្រោយពីយល់សេចក្តីនៅរឿងទាំងនេះពួកយើងក៏បានរើសថ្ងៃដែលត្រូវរើទៅនៅតំបន់ថ្មីដែលជាដែនដីមួយពោពេញទៅដោយការប្រកួតប្រជែងជាតំបន់មួយដែលមានសេដ្ឋកិច្ចល្អហើយក៏ជាតំបន់មួយដែលមនុស្សភាគច្រើនមិនស្វាគមន៍នៅពួកខ្ញុំដែលគេគិតថាជាអ្នកដណ្ដើមនៅមុខចំនួនគេពួកយើងសម្រេចចិត្តថា2អាទិត្យទៀតនឹងរើទៅចំណែកឯសាលា2ខែទៀតឯណោះបានចូលកងថ្ងៃលិចផុតទៅហើយពន្លឺនៃច័ន្ទក៏បានជះមកលើផ្ទៃទឹកពួកយើងទាំង3ក៏បានចេញទូកតូចមករាយម៉ោងតាមទម្លាប់ក្នុងរាត្រីនេះដែរច័ន្ទពិតជារះបានស្អាតណាស់ពន្លឺភ្លឺល្អតែត្រីក៏រកមិនសូវបានដែរខណៈនោះសំឡេងព្រះធម៌ដែលឮតាមមេក្រូមកពីចម្ងាយក៏បានបន្លឺឡើងព្រោះថ្ងៃនេះជាថ្ងៃវិសាខបូជាអង្គព្រះទ្រង់ញៀនមានដីជាងសំដែងព្រះអានន្ទថារតែដែលចាំងបទៅណាទៅបានដោយសារអមឫស្សីតថាគតចាក្រមគ្រាហើយនាលអានន្ទអើយមានមុំអីដោយរតែចាំងអមឫស្សីវោសាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយល់ឡើយក្រោយផនតាហាថ្ងៃត្រង់ហើយមាមិនកន្តើយកលសាស្តាឆ្នាំម្សាញ់កាលមាថ្ងៃអាទិត្យពេញបូ
រមីពិនថ្ងៃនោះណាព្រះអង្គទ្រង់ដឹងអាយុសង្ខារចំពោះមកវាគ្រានោះឯងនៅនាបាវលាចេតីក្បែរវេសាល័យក្រៅកំផែងក៏ក្រៅធរណីក្រុមកន្លែងក៏លន់ខ្វាត់ខ្វែងតួអាកាំងក្រោយមកពីខោជួបជុំគ្នាអង្គព្រះភគវាទ្រង់បានត្រាំងសំដែងគាថាអង្គចានឹងរំលឹងយ៉ាងច្បាស់ត្រាំងអវានទ្រង់បានត្រាថាសង្ខារទាំងឡាយតែងតែអន្តរាយវិញ្ញាណខូចខាតចូលអ្នកទាំងឡាយកុំបីប្រមាណប្រឹងប្រែងសង្វារដោយសមរ័យការភាយដែលស្ងួនឆ្នាំងដំដន់ដោយដីដោយក្តីខំក្តីឆៅឆ្អិនយ៉ាងណាចុងក្រោយរមេតែមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសំសាននេះក៏ក្មេងចាស់មានក្រពីឬបណ្ឌិតចុងក្រោយរមេតែស្លាំពិនបានបងជីវិតក៏យ៉ាងនោះដែរជីវិតថាគុណមានប្រមាណតិចក៏រំពៀពេញអិនកេញកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែថាគុណត្រូវតែបរិណិព្វាន3ខែកន្លងយ៉ាងរហ័ងសែនសោកស្ដាយណាស់ព្រះទ្រង់ញាណវេលាចិនធឺទ្រង់ចូលជាហើយចូលនៅពៀនកាន់តាលព្រៃក្នុងខែពិសាថ្ងៃអង្គាឆ្នាំសាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបរមីបរិស័ទប្រុសស្រីជុំត្រៀបត្រាទីត្រង់នៅពៀននោះតាំងនៅបែបផ្លូវទៅក្រុងកុសេនារារាំងភ្នំមួយគូសាលប្រឹងសាមានទាំងសេលានៅចាន់ឡងកំថាឡើយមនុស្សសោយសោកាសូមបីទេវតាឋានទាំងអង្គយំសោកបោកក្រានស្ដាយស្រណងលន់ក៏ក្រាកអង្គភុំផែនដីទីត្រង់នៅពៀននោះឯលើមានស្ដោបតាំងនៅល្អប្រំប្រៃសំគាល់ទីណាព្រះចិនស្រីនៅពៀនលើដីកុសេនារាក្នុងស្ដោបមានព្រះបដិមាថ្មក៏សាងយ៉ាងល្អគួរជ្រះថ្លាតំណាងព្រះសំព្រះសាស្តាស្ដោបស្ដឹងកាយាសែនាសូអ្នកទៅដល់ពិនចិនដានចំឃើញដោយព្រះសំនៅជ្រងមានស្បង់ជ័យវោថ្វាយផ្លាកដោទាំងនេត្រាហោនិងព្រះអង្គអ្នកនឹកហាក់ដូចជានៅថ្មីនឹកព្រះចិនស្រីប្រស្រ័យស្រង់នឹកដល់ព្រះធម៌ល្អផូរផង់និងទាំងព្រះសង្ឃអង្គសាវកចាប់តាំងអំពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះអរិយក្រមលំព្រះធម៌ដ៏ត្រជាក់ផុតពីអន្ទាំងនៃពួកវាសូមឲ្យលោកអ្នកបានសូត្រស្ដាប់ប្រវត្តិសាស្ត្រព្រះភគវាបានសងចម្រើនគ្រប់គ្រងគ្នាកុំបីឃ្លាគ្រាណាឡើយ